បាទសួស្តីដល់អ្នកគ្នាស្វាគមន៍មកកាន់កម្មវិធីចែកម្លែកទៅលើបច្ចេកទេសក្នុងការប្រើប្រាស់ Excel ដែលផ្សារភ្ជាប់ជាមួយនឹងការងារប្រចាំថ្ងៃថ្ងៃនេះគឺជា practical ថ្មីមួយទៀតដែលផ្សារភ្ជាប់ជាមួយនឹងpractical វគ្គមុនដែលយើងនិយាយទៅលើ HR report យើងនៅក្នុងវីដេអូវគ្គនេះលោកគ្រូនឹងធ្វើបទបង្ហាញពីការប្រើប្រាស់ insert slicer នៅក្នុងPower Pivot Table ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ insert slicer គឺវាជំនួយឲ្យយើងអាចdisplay ទៅលើប្រភេទនៃ report ទៅតាម category នីមួយៗទៅតាមអ្វីដែលយើងចង់បានអញ្ចឹងសំណួរសួរថាតើការប្រើប្រាស់ insert slicer នៅក្នុង Power Pivot យើងចូលកន្លែងណាអញ្ចឹងនៅក្នុងនេះគឺអ្នកនរគ្នាគ្រាន់តែយក cursor ដាក់ទៅលើ pivot table ដែលយើងកំពុងតែធ្វើនេះមកហើយចូលទៅក្នុងpivot table analyze ហើយបន្តទៀតនឹងឃើញពាក្យ insert slicer ជាងនៅក្នុង insert slicer នេះអ្នកនរគ្នាអាច insert slicer ទៅតាមខែបាទដាក់ម៉ាន់មកហើយបន្តមកទៀតយើងចូលទៅ insert slicer មួយទៀតទៅតាមបាទទៅតាម department ហើយនឹងតាម category បាទអញ្ចឹងទាំងអស់ insert slicer យើងចំនួន3បាទចំនួន3ក្នុងការប្រើប្រាស់ហើយ insert slicer នេះគឺអនុញ្ញាតឲ្យយើង display ទៅតាមអ្វីដែលយើងចង់បានឧបមាថាលោកគ្រូចង់ display ទៅលើ department អញ្ចឹងនៅពេលលោកគ្រូ display លើ department បានន័យថានឹងបង្ហាញតែ department ដែលលោកគ្រូ display ទេក៏ប៉ុន្តែចំណុចមួយដែលយើងត្រូវដឹងថាដើម្បីឲ្យការ display យើងតែ department នេះហើយព័ត៌មានផ្សេងវា load មកដែរមានន័យថាអ្នកនរគ្នាត្រូវធ្វើ report connection មួយអញ្ចឹងដើម្បីធ្វើ report connection គ្រាន់តែ right click លើ insert slicer មកហើយចូល report ហើយយើង select tick ទៅលើ pivot table ទាំង3មកមកហើយបន្តនេះចូលទៅក្នុង department ហើយយក report connection ដែរអញ្ចឹង select ដែរ tick មកដើម្បីឲ្យ report ហ្នឹងវាផ្លាស់ប្ដូរទៅតាមអ្វីដែលយើងfilter បាទហើយចូលកន្លែង cost category ដូចគ្នាចូលទៅ report connection ដូចគ្នាយើងនៅពេលយើងធ្វើ report connection ហើយឧទាហរណ៍ថាលោកគ្រូនឹង display ទៅលើ department មួយអញ្ចឹងនៅពេលលោកគ្រូ display លើ department អញ្ចឹងបានន័យថាព័ត៌មានទាំងអស់គឺវានឹង pop up បានន័យថាវានឹងផ្លាស់ប្ដូរទៅតាមអ្វីដែលលោកគ្រូ display បាទអញ្ចឹងលោកគ្រូអាច present ទៅតាមអ្វីដែលលោកគ្រូចង់បានន័យថានៅពេលដែលលោកគ្រូ present select លើitem ណាមួយឬ select ទៅលើផ្នែកណាមួយដែលលោកគ្រូចង់ធ្វើបទបង្ហាញព័ត៌មានទាំង3ដែលយើងធ្វើ pivot table ហ្នឹងគឺវានឹង automation ទាំងអស់អញ្ចឹងការប្រើប្រាស់ទៅលើ insert slicer នេះវាមាន benefit សម្រាប់យើងជាអ្នកអនុវត្តហ្នឹងគឺធ្វើបទបង្ហាញនៅពេលដែលយើងធ្វើបទបង្ហាញទៅគឺវានឹងផ្លាស់ប្ដូរព័ត៌មានទៅតាមអ្វីដែលយើងចង់បានហើយចំណុចពិសេសមួយទៀតក្នុងការប្រើប្រាស់ insert slicer ហ្នឹងគឺនឹងភ្ជាប់ទៅ dashboard report អញ្ចឹងឧទាហរណ៍ថានៅក្នុងព័ត៌មាននេះលោកគ្រូនឹង insert ទៅលើ chart បាទអញ្ចឹងលោកគ្រូយក chart បាទនៅពេលលោកគ្រូយក chart ទៅឧទាហរណ៍ថាបើសិនជាលោកគ្រូចង់ធ្វើបទបង្ហាញទៅលើ department select លើ department ហ្នឹង chart នេះនឹងបំរែបំរួលអញ្ចឹងពាក់ព័ន្ធជាមួយនឹងការធ្វើ dashboard គ្រូនឹងធ្វើបទបង្ហាញនៅក្នុងវីដេអូបន្ទាប់សម្រាប់វីដេអូពេលនេះគ្រូមានតែប៉ុណ្្នឹងទេជួបជាមួយលោកគ្រូនៅក្នុងវីដេអូបន្តទៀតអរគុណជំរាបលា